សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទសូមចែករំលែកនៅចំណេះដឹងមួយចំនួនដែលពាក់ព័ន្ធក្នុងការថែទាំនៅលើដំណាំស្វាយមិនថាដំណាំស្វាយកែវរមៀតឬដំណាំស្វាយចន្ទីជៀសវាងក្នុងការចំណាយថវិកាខ្ជះខ្ជាយច្រើនសន្ធឹកសន្ធាប់ក្នុងការថែទាំនៅលើដំណាំស្វាយទាំងនេះជួបបងប្អូនសង្កេតមើលអំពីសម្បកដើមនៃដំណាំស្វាយនេះគឺវាមានកលាតូចល្អិតញឹកហើយសម្បកក្រៀមមិនស្រស់តើបងប្អូនមានដឹងទេថារុក្ខជាតិវាបង្ហាញឲ្យយើងដឹងតាមរយៈរូបរាងខាងក្រៅដូចជាស្លឹកសម្បកដើមតើរុក្ខជាតិក្នុងពេលនេះវាត្រូវការអ្វីនេះសបញ្ជាក់ឲ្យឃើញថារុក្ខជាតិក្នុងកំឡុងពេលនេះគឺវាបាត់បង់នៅសារធាតុចិញ្ចឹមជាច្រើនដែលកន្លងមកមួយរយៈនេះវាបានប្រឹងប្រែងក្នុងការផលិតផ្កានិងផ្លែដូច្នេះហើយធ្វើឲ្យវាបាត់បង់នៅសារធាតុចិញ្ចឹមជាច្រើននៅក្នុងដំណាក់កាលនេះរុក្ខជាតិវាត្រូវការអាហារបំប៉នបន្ថែមហើយវាមិនត្រូវការជីដែលបាញ់នៅលើស្លឹកនោះទេដោយនេះសូមបងប្អូនពុកម៉ែទាំងអស់គួរតែជ្រើសរើសជីណាដែលមានសារធាតុចិញ្ចឹមដូចជាកាល់ស្យូមម៉ាញ៉េស្យូមអាមីណូនិងប្រូតេអ៊ីនយកមកលាយនឹងទឹកហើយបងប្អូនយកមកចាក់ស្រោចនៅលើគល់របស់វារយៈពេល7ថ្ងៃក្រោយមកសូមបងប្អូនសង្កេតមើលនៅសបកដើមសាជាថ្មីម្ដងទៀតនៅក្នុងកំឡុងពេល7ថ្ងៃក្រោយនោះគឺវានឹងមានរីកសម្បករីកកាឡាធំជាងមុនហើយសម្បកវាមានភាពស្រស់បំព្រងក្នុងដំណាក់កាលហ្នឹងហើយគឺបានន័យថារុក្ខជាតិវាទទួលបាននៅចំណីអាហារដែលវាត្រូវការ